nhom rồi klong á chỉ một hộp đây nè hoặc kia cho chặt bàn tay lực lên tại nhom để xa mùi hát nhưng mà cho chặt nhom khối klong người về miền chết là bình tĩnh tĩnh tại ngày nắng để xa miền khối klong bị khang khmôi nhom còn áo trong họ đang rồi phơi ấy lời mà xạ thơ nhom tặng ngọc kia miền ấy rồi chết là tôi vô bàn tại bong bong chăng ta quả thà bây giờ nhom tới bạc sạch rồi mà crop phía chú em chăng hay bị ngồi bàn tay bây giờ mình nhom á ở bình để dương nhom thò mặt đài chẳng coi nhom xâm lại chặt thang lực cao nhân bằng phơi tiệt bộ ấy miền ấy cho chặt ta video này mình men mau phải รียน ពីការធ្វើញោមក្រូចខ្លងទេគឺមកបរៀនអំពីការបកក្រូចខ្លងបងណាខ្លះចេះបកមកចូលមកមើលវីដេអូខ្ញុំមកបន្ទាប់ពីមើលហើយបងគ្មានចេះបកទេព្រោះឲ្យខ្ញុំនៅតែមើលហើយខ្ញុំនៅតែបកវេទនាអញ្ចឹងបងសាក់មើលនេះបកក្រូចខ្លងប៉ុណ្ណេះហើយទៅបកជ័យខ្ចីទេនឹងប៉ុណ្ណាទៅអញ្ចឹងបងអាចមើលតាមវិធីខ្ញុំបានណាបើមានវិធីអីផ្សេងនឹងងាយស្រួលបកជាងហ្នឹងអាចបរៀនខ្ញុំផងព្រោះអីខ្ញុំនេះគឺអត់ចេះបកទេដោយសារតែរបស់អត់ចូលចិត្តញ៉ាំផងឥឡូវយើងងាកមកមើលគ្រឿងផ្សំដែលយើងធ្វើជាមួយនឹងញ៉ាំមកមុខនេះសាច់ជ្រូកខ្ញុំស្ងោរឆ្អិនហើយខ្ញុំយកមកហាន់បែបហ្នឹងខ្ញុំប្រើសាច់ជ្រូក3ជាន់ជាមួយនឹងសាច់សុតទាយខ្លះហើយបន្ទាប់ពីហ្នឹងមកទៀតខ្ញុំចាប់ផ្ដើមមករៀបចំនៅគ្រឿងផ្សំដែលយើងយកមកធ្វើញ៉ាំមានម្ទេសឯហ្នឹងដាក់មកអាហ្នឹងហើយធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ណាបងបន្ទាប់មកលទ្ធផលគឺបានប៉ុណ្ណេះសម្រាប់បន្លែរបស់ខ្ញុំបងបន្លែខ្ញុំចូលចិត្តដាក់អីដាក់ហ្នឹងទៅខ្ទឹមសខ្ទឹមក្រហមម្ទេសជាគ្រឿងដែលអាចភ្លេចបានទេអញ្ចឹងយើងត្រូវតែរៀបចំមួយចានហើយបកានេះក៏ធ្វើញ៉ាំរបស់យើងមានរសជាតិឆ្ងាញ់ដែរបន្ទាប់ពីហ្នឹងមកគឺក្រូចខ្លងហើយចំពោះបន្លែខ្ញុំប្រើតែប៉ុណ្្នឹងទេស្ពៃក្តោបសណ្តែកគួរការ៉ុតជីគ្រប់មុខហើយនឹងក្រូចឆ្មាឥឡូវយើងចាប់ផ្ដើមមកលាយនៅទឹកញ៉ាំរបស់យើងដាក់ចានមួយអាធំបែបហ្នឹងមកហើយដាក់គ្រឿងទាំងអស់នេះចូលគ្នាបន្ទាប់ពីហ្នឹងមកគឺខ្ញុំដាក់ជាមួយនឹងម្សៅស៊ុបប៊ីចេងហើយខ្ញុំដាក់ជាមួយនឹងទឹកត្រីនេះក៏វាអស់ទៅទៀតចឹងដាក់ប្រហើយហ្មងទៅតែបងកុំប្រហើយដូចខ្ញុំពេកប្រយ័ត្នប្រៃជ្រុលបន្ទាប់ពីហ្នឹងមកដាក់ស្ករក្រហមមកយើងច្បាច់ស្ករឲ្យលាយណាដើម្បីឲ្យដឹងថារសជាតិញ៉ាំរបស់យើងនឹងប្រៃផ្អែមល្មមនៅហើយបន្ទាប់ពីហ្នឹងខ្ញុំច្បាច់ក្រូចឆ្មាដាក់ឲ្យរៀងច្រើនតិចមកព្រោះឲ្យញ៉ាំត្រូវការរសជាតិរៀងដិតតែបងសុំភ្លក់មើលក្រូចខ្លងយើងសិនណាបើសិនជាក្រូចខ្លងយើងវាជូរហើយកុំសូវដាក់ក្រូចឆ្មាច្រើនពេកប្រយ័ត្នជូរជ្រុលចឹងដាក់ក្រូចខ្លងចូលប៉ុណ្ណឹងមកខ្ញុំចាប់ផ្ដើមដាក់គ្រឿងអីផ្សេងចូលមកទៀតហើយដូចជាសាច់ជ្រូកដូចជាកាពឹសហើយហ្នឹងដាក់វាចូលគ្នាជ្រុំវាឲ្យសព្វជាមួយនឹងទឹកត្រីរបស់យើងបងធ្វើជាទឹកប្រហុកក៏បានដែរតែសម្រាប់ខ្ញុំញ៉ាំក្រូចខ្លងគឺខ្ញុំចូលចិត្តដាក់ជាមួយនឹងទឹកត្រីផ្អែមច្រើនជាងឥឡូវមកច្បាច់គ្រឿងទាំងអស់ហ្នឹងឲ្យចូលជាតិសព្វល្អហើយឃើញថាឥឡូវរសជាតិល្មមបងភ្លក់មើលសិនណាហើយរសជាតិដូចខ្ញុំនិយាយចឹងរៀងដិតតិចទៅព្រោះឲ្យយើងប្រើជាមួយនឹងបន្លែវាធ្វើឲ្យរៀងសាបជាងហ្នឹងទៀតហើយចឹងតែប៉ុណ្្នឹងមកគឺថារួចរាល់ហើយដាក់បន្លែចូលមកភ្លក់បានបើល្មមអាចញ៉ាំបានហើយបងចឹងសម្រាប់បងណាដែលអត់ចេះញ៉ាំក្រូចខ្លងធម្មតាបងសាក់យកមកញ៉ាំដូចខ្ញុំពួកឲ្យខ្ញុំញ៉ាំធម្មតាអត់ចូលចិត្តទេតែយកមកធ្វើញ៉ាំតែជាចូលចិត្តវិញចឹងបងកុំភ្លេចសាក់ធ្វើទាំងអស់គ្នាណាហើយកុំភ្លេច follow ខ្ញុំផងមើលតាមអី follow តាមហ្នឹងមើលហើយហ៊ានធ្វើតាមផងណាកុំខ្ជិលខាងពេកគេធ្វើតិចទៅអូខេជួបគ្នានៅវីដេអូក្រោយបងបាយ